សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូ vlog ថ្មីរបស់ខ្ញុំហើយនៅថ្ងៃនេះគឺសាលាបាននាំពួកខ្ញុំទៅលេងទីក្រុងសៀងហៃហើយឥឡូវនេះគឺខ្ញុំកំពុងតែនៅស្ថានីយ៍រថភ្លើងទីក្រុងស៊ីអានមុនពេលដែលយើងចូលទៅដល់ក្នុងស្ថានីយ៍រថភ្លើងគឺគេតម្រូវឲ្យយើងធ្វើការដាក់អីវ៉ាន់វ៉ាលីឬក៏កាបូបស្ពាយចូលទៅក្នុងម៉ាស៊ីន scan ហើយនឹងគេត្រួតពិនិត្យខ្លួនយើងថាតើមានរបស់ហាមឃាត់ដែរឬទេហើយនេះគឺជាទស្សនវិជ្ជាទាំងមូលនៅក្នុងស្ថានីយ៍រថភ្លើងហើយមានមនុស្សច្រើនមែនទែនដែលកំពុងតែអង្គុយរង់ចាំរថភ្លើងនៅក្នុងស្ថានីយ៍រថភ្លើងគឺមានរបស់តែមួយគត់ដែល free នោះគឺទឹកញ៉ាំហើយទឹកនេះគឺជាទឹកក្តៅទៀតឥឡូវនេះខ្ញុំហើយនឹងសិក្ខាកាមដទៃទៀតកំពុងតែដើរទៅកាន់រថភ្លើងសម្រាប់ដំណើរកម្សាន្តលើកនេះគឺយើងទៅពីកន្លែងសំខាន់ទី1គឺទៅទីក្រុងសៀងហៃទី2គឺយើងទៅខេត្តណានជីងការធ្វើដំណើរកម្សាន្តលើកនេះគឺជាការធ្វើដំណើរចុងក្រោយរបស់ពួកយើងដោយសារតែនៅចុងខែ7នេះគឺពួកយើងត្រូវបញ្ចប់ការសិក្សាហើយក៏ត្រូវត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួនវិញសិក្ខាកាមខ្មែរយើងដែលមករៀននៅសាលាកងទ័ពក្នុងទីក្រុងស៊ីអាននេះគឺមានចំនួន6នាក់ហើយឥឡូវនេះរថភ្លើងយើងកំពុងតែចាប់ផ្ដើមចេញដំណើរហើយសម្រាប់ល្បឿនវិញរថភ្លើងនេះគឺរត់បានល្បឿន308គីឡូម៉ែត្រក្នុង1ម៉ោងហើយល្បឿនដែលវារត់ថេរគឺ300គីឡូម៉ែត្រក្នុង1ម៉ោងនៅក្នុងរថភ្លើងនេះគឺមានបន្ទប់ទឹកចំនួន2ហើយវាស្អាតគួរសមបងប្អូនទាំងគ្នាហើយសម្រាប់អ្នកដែលចង់បត់ជើងធំគឺត្រូវប្រើกระดาษជូតជំនួសវិញគឺអត់មានទឹកសម្រាប់បាញ់ទេចម្ងាយពីទីក្រុងស៊ីអានទៅទីក្រុងសៀងហៃគឺមានចម្ងាយជាង1300គីឡូម៉ែត្រជិត1400គីឡូម៉ែត្រហើយអ្វីដែលខ្ញុំក៏សម្គាល់ឃើញគឺនៅតាមដងផ្លូវគឺមានគេដាំដំណាំរហូតលើកលែងតែតំបន់ភ្នំប៉ុណ្ណោះដែលអត់មានគេដាំដំណាំក្រៅពីដំណាំដាំដុះខ្ញុំសង្កេតឃើញថាមានអគារខ្ពស់ៗជាច្រើនរីកដូចផ្សិតអញ្ចឹងផ្លូវក្នុងការធ្វើដំណើរមិនថាផ្លូវដែកឬក៏ផ្លូវជាតិទេខ្ញុំសង្កេតឃើញថាផ្លូវគេគឺធ្វើស្អាតមែនទែនបងប្អូនទាំងអស់គ្នាមកហូបបាយជាមួយខ្ញុំថ្ងៃនេះរៀងប្លែកបរិយាកាសបន្តិចគឺហូបបាយបណ្ដើរគយគន់មើលទេសភាពតាមដងផ្លូវបណ្ដើរនៅប្រហែលជាម៉ោង3គឺខ្ញុំបានមកដល់ស្ថានីយ៍រថភ្លើងទីក្រុងសៀងហៃហើយឥឡូវនេះគឺខ្ញុំកំពុងតែដើរទៅឡានក្រុងដើម្បីធ្វើដំណើរទៅកាន់សន្តាគារដែលត្រូវគេងហើយនឹងធ្វើការញ៉ាំអាហារពេលល្ងាចដើម្បីរៀបចំខ្លួនទៅជិះកប៉ាល់នៅឯទន្លេហងភូនេះគឺជាទេសភាពនៅពេលយប់នៅទីក្រុងសៀងហៃគឺនៅពេលយប់គឺមានមនុស្សអ៊ូអរច្រើនមែនទែនបងប្អូនទាំងអស់គ្នានេះគឺជាច្រកទ្វារចូលដើម្បីទិញសំបុត្រជិះកប៉ាល់ហើយនេះគឺជាកប៉ាល់ដែលពួកយើងត្រូវជិះដើម្បីទស្សនាទីក្រុងសៀងហៃទាំងមូលតោះបងប្អូនទាំងអស់គ្នាជិះកប៉ាល់មើលទេសភាពនៅទីក្រុងសៀងហៃជាមួយខ្ញុំបងប្អូនទាំងអស់គ្នាបើសិនជាខ្ញុំនិយាយថាកប៉ាល់ហើយនឹងនាវាគឺខ្ញុំបែងចែកវាអត់តាន់ដាច់បើសិនជាបងប្អូនទាំងអស់គ្នាដឹងសូមជួយនិយាយប្រាប់ខ្ញុំផងតើកប៉ាល់និងនាវាខុសគ្នាបែបណាទីក្រុងសៀងហៃនៅពេលយប់ប្រៀបដូចជាឋានសួគ៌ដោយមានអគារផ្ទាំង LED ធំជាច្រើននិងមានភ្លើងហ្វាបាញ់ភ្លឺពាសពេញមេឃជាពិសេសគឺមានខ្យល់ត្រជាក់បក់រំភើយគឺវាធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយកាត់បន្ថយនឹងការហត់នឿយពីការងារបានច្រើនហើយអគារដែលខ្ញុំដាក់សញ្ញាព្រួយពីលើនេះគឺជាអគារដែលខ្ពស់ជាងគេបំផុតនៅប្រទេសចិនបងប្អូនទាំងអស់គ្នាខ្ញុំមកដល់សន្តាគារវិញហើយជាចុងក្រោយខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយខ្ញុំក៏សូមអភ័យទោសទុកជាមុនបើសិនជាខ្ញុំនិយាយទៅមានកំហុសខុសឆ្គងត្រង់ណាមួយដោយចេតនាហើយពួកយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ